fan របស់ Arsenal ផ្ទុះការរិះគន់និងមិនពេញចិត្តខ្លាំងមែនទែនជាមួយអាញាកណ្ដាល Anthony Taylor ដែលផ្ដល់បាល់ពិន័យទៅឲ្យ Bruno Fernandes ឆ្ងាយពេកខុសពីការកំណត់រហូតធ្វើឲ្យរបូតគ្រាប់បាល់នៅក្នុងការប្រកួតដែលស្មើគ្នា1-1ជាមួយក្រុមបិសាចក្រហមការប្រកួតគូសំខាន់របស់ Premier League កាលពីយប់មិញនេះគឺក្លឹប Manchester United បើក Old Trafford ចែកពិន្ទុគ្នាជាមួយក្រុមកំភ្លើងធំ Arsenal ម្នាក់មួយពិន្ទុហើយចំណុចសំខាន់ដែល fans របស់ Arsenal នៅតែវែកញែកនឹងមានចម្ងល់នោះគឺចង្វាក់ដែល Bruno Fernandes សុទ្ធបាល់ free kick ដែលនាំឲ្យ Manchester United នាំមុខ Arsenal 1-0 នៅក្នុងពេលវេលាថែមម៉ោងនៃតង់ទី1ហើយនៅក្នុងហេតុការណ៍នោះដែរគឺលោកអាញាកណ្ដាល Anthony Taylor កំណត់ឲ្យកីឡាកររបស់ Arsenal ដែលឈរបាំងបាល់ free kick របស់ Bruno ឲ្យចូលឆ្ងាយពីបាល់ចំនួន 12.2 យ៉ាតឬក៏ 10.24 សង់ទីម៉ែត្រប៉ុន្តែបើតាមច្បាប់គឺកំណត់ត្រឹមតែ10 យ៉ាតប៉ុណ្ណោះនិយាយរួមគឺ 9.14 សង់ទីម៉ែត្រដែលរឿងនេះវានាំឲ្យ Bruno មានចន្លោះនឹងរយៈក្នុងការសុទ្ធច្រើនជាងមុនដោយមាន comment និងមានការឌឺដងឌៀមដាមនិងតវ៉ាច្រើនមែនទែនពីរឿងនេះដោយ fans របស់ Arsenal ច្រើនមែនទែនបានឲ្យហេតុផលថាប្រសិនបើកំផែងរបស់ Arsenal នៅជិតបាល់ free kick របស់ Bruno ខ្លាំងជាងនេះបាល់នឹងបុករបាំងការពាររបស់កីឡាករ Arsenal ជាមិនខានការកាត់សេចក្តីរបស់អាញាកណ្ដាលម្នាក់នេះគឺពិតជាមិនស័ក្តិសមទាល់តែសោះចំណែកគ្រូបង្វឹករបស់ Arsenal លោកគ្រូ Mikel Arteta ក៏មិនបានតវ៉ាពីរឿងនេះដែរថែមទាំងនិយាយសរសើរទៅកាន់ Bruno ថាឆ្លាតនិងចេះឆ្លៀតឱកាសស្របពេលដែលអាញាកណ្ដាលកំពុងតែបង្កកំហុសបែបនេះហើយគ្នាយើងគិតយ៉ាងណាដែរចំពោះបាល់ដែលតាំងខុសគ្នាចំនួន2ម៉ែត្របែបនេះចុងក្រោយមានតែ Liverpool ទេដែលកំពុងសើចហើយ Man U បានត្រឹមញញឹមតិចៗប៉ុន្តែសម្រាប់ Arsenal វិញគឺមិនសប្បាយចិត្តតែម្ដង